សូមជូនរឿងទូកមាច់រាជភាគទី18ខ្ញុំឆ្លើយទៅវិញយ៉ាងលឿនទទួលបានផែនការរបស់អង្គការតាមបញ្ជារបស់សមាមិត្តនារីបានទៅជួយប្រាប់មិត្តវុឌ្ឍផងម៉ោង 7 យប់ជួបគ្នានៅខ្សែស្របទី1មិត្តនាងឯងទៅវិញចុះទទួលបញ្ជាសមាមិត្តខ្ញុំរៀបនឹងដើរចេញទៅហើយមិត្តនារីវ៉ាន់ហុចដំឡូងមួយដុំមកឲ្យខ្ញុំទាំងទឹកមុខមាំណែយកទៅហូបទៅជារបស់អង្គការដែលឲ្យមិត្តនាងឯងខ្ញុំទទួលយកដំឡូងមកខ្ចប់នឹងក្រមារួចហើយដើរយ៉ាងលឿនតម្រង់មកវិញទាំងនិយាយប្រាប់មិត្តវុឌ្ឍតាមដំណើររឿងដូចមិត្តនារីវ៉ាន់បាននិយាយប្រាប់មកនេះរាត្រីនេះនៅក្នុងខែមេសា 1977 គឺជាយប់មួយដែលខ្ញុំចាំមិនភ្លេចនោះទេគឺពេលដែលកំពុងតែរែកដីជិតដល់ម៉ោងសម្រាកទៅហើយស្រាប់តែនៅលើផ្ទៃមេឃភ្លេចបន្ទោលបាញ់ពន្លឺផ្លេករួមជាមួយនឹងសំឡេងផ្គរលាន់ក្តាំងព្រះភិរុនចាប់បង្អុលចុះមកខ្លាំងបីដូចជាទឹកបាក់ទំនប់យ៉ាងដូច្នោះដែរភ្លៀងទាំងកណ្ដាលរាត្រីពិតជាគួរឲ្យខ្លាចណាស់រួមជាមួយនឹងផ្គររន្ទះឮឡើងខ្លាំងជាមួយនឹងសន្ធឹកខ្យល់បក់មកបំពើងរោងរបស់យើងมันខុសពីភួសង្ឃរានោះទេខ្ញុំពិតជាភ័យណាស់បងហាំងទាញដៃខ្ញុំរត់មកជ្រកនៅជិតរោងបាយជាមួយនឹងសំឡេងរបស់មិត្តវុឌ្ឍស្រែកឡើងមិត្តនាងមិត្តហាំងស្រែកហៅកងយើងឲ្យចូលមកជ្រកសិនទៅខ្យល់ខ្លាំងណាស់มันអាចដើរទៅរោងសម្រាកបានទេធ្វើយ៉ាងណាត្រូវការពារកុំឲ្យត្រូវទឹកខ្លាំងពេកវាគ្រុនมันអាចធ្វើការថ្ងៃស្អែកបានណាខ្ញុំខំស្រែកហៅទាំងរត់កាត់ភ្លៀងទៅប្រាប់យុវជនមួយចំនួនដែលគេកំពុងតែរែកដីហាលភ្លៀងឲ្យចូលមកជ្រកសិនតាមបញ្ជារបស់សមាមិត្តវុឌ្ឍតែស្រាប់ពេលនោះដៃមួយបានមកទាញខ្ញុំជាប់ទាំងមើលមុខមិនសូវច្បាស់ថាជាអ្នកណានោះទេទទួលមានភ្លេចបន្ទោលវាផ្លែតខ្ញុំរៀបនឹងស្រែកហៅទៅហើយតែបងម្នាក់នោះប្រឡែងដៃទៅវិញហើយរត់ចូលទៅខាងរោងម្ខាងទៀតដែលជារោងសម្រាករបស់ពួកគាត់ការពិតអ្វីដែលខ្ញុំនឹកស្មានមិនដល់នោះគឺបានមកដល់រួចទៅហើយតើនរណានឹកស្មានដល់ថាគឺជាបង្រាត់របស់ខ្ញុំនោះខ្ញុំខំប្រឹងរត់កាត់ភ្លៀងតម្រង់ទៅរោងនោះភ្លាមតែត្រូវបង្ហាំងទាញដៃជាប់មិនឲ្យចេញទៅតាមទេព្រោះមេឃងងឹតណាស់ណាភ្លៀងខ្លាំងផងក៏អូសដៃខ្ញុំមកកាន់រោងដែលមិត្តវុឌ្ឍកំពុងតែជ្រកនោះវិញមិត្តនាងប្រាប់គ្នាយើងរួចអស់ហើយឬចាំភ្លៀងរាំងទៅរកផ្លាស់ខោអាវចេញទៅប្រយ័ត្នគ្រុនធ្វើការមិនកើតណាព្រោះកងរបស់យើងជាទ័ពជ្រួចឈានមកគេមិនត្រូវឲ្យមានជំងឺណាមួយកើតឡើងនោះបានជាដាច់ខាតបាទសមាមិត្តខ្ញុំបានប្រាប់តាមក្រុមយើងអស់ហើយពួកគេរៀបចំទៅរកកន្លែងសម្រាកអស់ហើយតែមុននេះមិនដឹងថាក្រុមណាទេដែលចូលទៅក្នុងរោងខាងមុខនោះហើយសមាមិត្តមិត្តវុឌ្ឍមើលតាមការចង្អុលរបស់ខ្ញុំទាំងងក់ក្បាលតិចហើយវាចាមិនមែនជាក្រុមរបស់កងយើងនោះទេគឺជាក្រុមរបស់ពុកឡំដែលមកពីខាងបូព៌ានោះទេគិតតែក្រុមយើងទៅបានហើយពួកគេទាំងនោះមានពុកឡំនិងមិត្តសឿនជាអ្នកមើលការខុសត្រូវហើយព្រោះអីពុកឡំគឺជាអ្នកដឹកនាំខាងសង្កាត់ប៉ោយចានេះតែម្ដងនាំគ្នាទៅសម្រាប់ទៅបើអ្នកណាគ្មានកៅអៅផ្លាស់ទេទ្រាំទៅទឹកជោកសិនចុះព្រោះស្អែកត្រូវចុះធ្វើការជាធម្មតាវាស្ងួតអស់ទៅហើយព្រះអើយសម្ដីដែលមេកងវុឌ្ឍនិយាយចេញមកនេះ
គឺពិតជាមនុស្សគ្មានសិលធម៌នៅក្នុងខ្លួនសោះសូម្បីតែកងចល័តទៅទឹកជោកអស់ទៅហើយมันបានជួយលើកទឹកចិត្តអ្វីទេគិតតែពីរឿងការងារមិនឲ្យឈឺមិនឲ្យគ្រុនព្រោះខ្លាចធ្វើការជូនអង្គការមិនកើតអោជីវិតទេសកលអើយអ្នកពិតជាគុកឥតចិញ្ចាំងទេតើទាំងនេះពិតជារឿងដែលនឹកស្មានមិនដល់មែនអោជីវិតពិតជាជីវិតមែនតើពេលណាទៅបានប្រជាជនខ្មែររស់នៅយ៉ាងមានសេចក្តីសុខនោះបើពេលវេលាអាចឲ្យពួកយើងវិលត្រឡប់ថយក្រោយវិញបាននោះយើងសុខចិត្តរស់នៅក្នុងភាពដែលមានសង្គ្រាមទៅចុះយ៉ាងហោចណាស់ក៏បានបាយហូបគ្រប់គ្រាន់មានពេលវេលាដេកទោះបីជាក្នុងរណ្ដៅក៏ដោយក៏នៅមានញាតិកំដរគ្រប់ពេលដែរទាំងនេះហើយគឺជាវិនិស្សកម្មរបស់ប្រជាជនខ្មែរដែលរស់នៅក្រោមនឹមរបស់អង្គការលើហើយតើអង្គការលើនេះជានរណាដែរទៅរឿងនេះគឺយើងពិតជាដឹងទាំងអស់គ្នារួចមកហើយពេលដែលប្រទេសបានរួចផុតពីនឹមរបស់ខ្មែរក្រហមនោះដែលពួកយើងគ្រប់គ្នានឹកស្មានមិនដល់មែនគឺថាអង្គការពិតជាឆ្លាតវៃមហាលោតផ្លោះមហាអស្ចារ្យមែនវគ្គទី9រនោចខែរះដួងព្រះតនកកំពុងតែកោចរនៅឯបុព្វាទិសព្រោះរស្មីក្រហមច្រាលក្រាលមកលើផែនពោធិ៍យើងនេះដែលពេលនេះម៉ោងប្រហែលជា7ជាងទៅហើយសំឡេងកាប់ដីជាមួយនឹងសម្រែកបាក់សាបាក់សីហៅលើវេហាស្រែកកងរំពងមិនខុសពីស្នូបាត់ចម្រៀងបដិវត្តក្រហមឆ្អិនឆ្អៅឡើងត្រហឹងជាមួយនឹងសម្រាប់ជើងរត់ចុះរត់ឡើងទៅលើខ្នងទំនប់នោះទេទស្សនវិជ្ជាដ៏ស្រស់បំព្រងនេះអរុណោទ័យនេះមិនមែនជារឿងដែលមានសោភ័ណភាពចំពោះកងចល័តយើងនោះឡើយផ្ទុយទៅវិញវាគឺជាសម្លេងខ្លងខែកដែលហែកយកប្រលឹងរបស់យុវជនយុវនារីគ្រប់រូបឲ្យមានការភ័យភិតនិងខ្លាចរអាពេលដែលពួកគេធ្វើការមិនគ្រប់ផែនការរបស់អង្គការដែលបានដាក់ចុះមកជាពិសេសអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺជាត្បូងចបដែលទម្លាក់ទៅលើកញ្ចឹងករបស់ចល័តណាដែលធ្វើឲ្យដាច់ខ្សែបង្គីបាក់ចបបាក់ដងរែកគឺជាជីវិតចុងក្រោយរបស់ពួកគេទាំងនោះហើយពេលនោះមនុស្សដូចជាមិនមែនមនុស្សគឺរាងកាយស្គមស្គាំងដែលម្នាក់នៅតែប្រឹងកាប់ប្រឹងរែកប្រឹងរត់ប្រឹងលូនទាំងត្រដាប់ត្រនោះគឺដើម្បីតែជីវិតចង់រស់នៅឃើញពន្លឺព្រះអាទិត្យនាថ្ងៃស្អែកទៀតដោយពួកគេមិនគិតពីអ្វីទាំងអស់ដឹងតែម្យ៉ាងថារស់ថ្ងៃនេះសម្រាប់ថ្ងៃស្អែកតែប៉ុណ្ណោះព្រោះមិនដឹងថានៅថ្ងៃស្អែកនេះនឹងមានអ្វីកើតឡើងចំពោះរូបគេនោះឡើយខ្ញុំរែកដីបណ្ដារត់បណ្ដាទាំងកាយភ្នែករំពៃសំឡឹងទៅរកមើលបង្រាត់ដែលបានចាប់ដៃខ្ញុំពីយប់ដែលមានភ្លៀងធ្លាក់ខ្លាំងយ៉ាងខ្លាំងនោះតើគាត់នៅក្នុងក្រុមពុកឡំនោះឬមួយក៏មិនមែនទេព្រោះតែខាងពុកបាល់នេះជាកងចល័តទ័ពស្រួចខុសពីកងពុកឡំដែលទទួលបន្ទុកខាងប៉ោចានិងភ្នំស្រុកនេះហើយខ្ញុំក៏មិនហ៊ានសួរនាំអ្វីដែរព្រោះតែអង្គការគ្មានមនោសញ្ចេតនាអ្វីបន្តិចនោះទេគឺម្នាក់ប្រឹងធ្វើការដើម្បីរស់តែខ្លួនឯងប៉ុណ្ណោះព្រះសូរិយារះឡើងកម្ដៅកាន់តែក្ដៅបន្តិចម្ដងទៅហើយមិនយូរប៉ុន្មានកម្ដៅនឹងជះរស្មីកាន់តែខ្លាំងឡើងមកលើទីលានទំនប់ទាំងមូលដែលគ្មានដើមឈើមួយដើមសោះនេះហើយគឺជាវាលសោះខ្យល់ដែលខ្ញុំបានដាក់ថាវាលសោះខ្យល់អូតាផលភ្នំត្រឡោកថ្ងៃកាន់តែក្ដៅឡើង
វាមិនមែនជារឿងដែលធ្វើឲ្យកងចល័តយើងមានការភ័យខ្លាចនោះទេទោះបីជាវាដុតរួលកម្ដៅឡើងចង់ខ្លោចសាច់ទៅហើយក៏ដោយក៏យុវជនយុវនារីយើងម្នាក់មិនវាថយឈប់សម្រាកនោះដែរបើហ៊ានតែបង្អង់ជើងបន្តិចនោះរំពាត់ខ្សែតីរបស់កុមារកងឆ្លងនឹងវាយវត្តមកលើខ្លួនប្រាណយើងជាមិនខានជាមួយនឹងពាក្យពួកអាចកពតពួកអាមូលធននិយមកុំតម្រុនពេកខំធ្វើការឡើងទៅមិនមែនឲ្យពួកអាសក្តិភូមិឯងមកធ្វើការស្ពឹកបែបនេះទេឆាប់បដិឲ្យលឿនឡើងទៅតាមផែនការដែលអង្គការមហាលុតផ្លោះមហាអស្ចារ្យដាក់ចុះមកនោះឆាប់ឡើងមិនត្រូវយឺតយ៉ាវជាដាច់ខាតជាយោបដិវត្តក្រហមឆ្អិនឆ្អៅពាក្យពេចន៍ដែលកុមារកងឆ្លប់ទាំងនោះបានបន្លឺឡើងមកវាឡើងសាំត្រជាខ្ញុំអត់ទៅហើយគឺពួកវាទន្ទិញឡើងចាំលើសពីមេរៀនដែលខ្ញុំធ្លាប់បានរៀនទៅទៀតហើយបើតាមខ្ញុំគិតទៅគឺអង្គការរបស់ពួកវាបណ្ដោះមកតែពាក្យប៉ុណ្ណឹងតែប៉ុណ្ណោះគិតទៅពួកកងចល័តទាំងអស់ពិតជាមានការភ័យខ្លាចចំពោះពន្លឺព្រះសូរិយាណាស់ព្រោះពួកគេគិតថាឲ្យតែដល់ពេលថ្ងៃរះគឺជាថ្ងៃពិឃាតជីវិតរបស់ពួកគេហើយម្នាក់មិនថាខ្ញុំមិនថាគេនោះទេគឺពេលដែលមានពន្លឺថ្ងៃរះឡើងកម្ដៅខ្លាំងគឺវាធ្វើឲ្យយើងមានការខ្លាចរអាខុសពីរស់នៅក្នុងភាពងងឹតទៅទៀតតើពេលនេះឬចុះទឹកត្រពើឡើងលើខ្លាហើយមែនទេពេលយប់យើងខ្លាចខ្មោចបិសាចមកលងបន្លាចមែនតែវាមិនបានធ្វើឲ្យយើងដល់ក្តីមរណានោះទេក៏ប៉ុន្តែពេលដែលថ្ងៃរះឡើងពេញកម្ដៅបែបនេះវាកាន់តែធ្វើឲ្យពួកយើងខ្លាចជាងខ្លាចខ្មោចទៅទៀតដោយសារតែការសម្លាប់មិនបានព្រៀងទុកជាមុននោះឡើយជីវិសហេតុអ្វីបានជាល្វីងជូរចត់បែបនេះទៅវិញម្នាក់សុទ្ធតែធ្លាប់ទៅសាលារៀនកាន់បិចសៀវភៅតែពេលនេះបិចសៀវភៅគឺជាចបកាប់និងបង្គីទៅវិញនេះហើយឬដែលពាក្យថារំដោះប្រជាជនរកសន្តិភាពជូនប្រជាជននោះអារម្មណ៍របស់ខ្ញុំកំពុងតែអណ្ដែតកសែតទៅឆ្ងាយសែនឆ្ងាយទាំងសម្លឹងមើលទៅបង្ហាំងដែលកំពុងតែកាយដីដាក់បង្គីជាមួយនឹងវាចាតិចមកកាន់ខ្ញុំថាអានាងឯងរែកទៅច្រើនហើយនៅចាំកាប់ដីម្ដងចុះទុកឲ្យបងរែកឡើងទៅចាក់លើក្នុងទំនប់ម្ដងបាទមិនអីទេបងខ្ញុំរែកតាន់ទេតើបងកាប់ចុះខ្ញុំមានកម្លាំងជាងបងហើយបានហូបច្រើនជាងបងផងបងកាប់ទៅដី6ម៉ែត្រគីបនេះប្រហែលជាម៉ោង3យើងអាចកាប់រែករួចរាល់ហើយនឹងអាលបានទៅរកក្តាមខ្យងមកហូបព្រោះតែយើងបានសម្រេចតាមផែនការរបស់អង្គការហើយបងមិនបាច់បារម្ភទេដរាបណានៅមានខ្ញុំបងកុំព្រួយអីព្រោះខ្ញុំមិនចោលបងជាដាច់ខាតខ្ញុំមានរឿងមួយចង់ប្រាប់បងថាពីម្សិលមិញមិត្តនារីគុនធានោះគឺបានស្លាប់ទៅហើយនៅពេលដែលរែកដីដាច់ខ្សែបង្គីហើយត្រូវសមមិត្តនារីកងឆ្លប់ដាក់មួយត្បូងជាប់ចំកញ្ចឹងកហើយច្រានបដូរទៅលើក្នុងទំនប់កាយដីកប់តែម្ដងហើយពិតជាគួរឲ្យខ្លោចផ្សាណាស់ខ្ញុំពិតជាអាណិតមិត្តនារីទាំងអស់នោះណាបងហាំងបើកភ្នែកធំលើកដៃជូតញើសចេញបន្តិចសួរមកខ្ញុំយ៉ាងលឿនជាមួយនឹងកាយភ្នែករបស់គាត់ឡើងក្រហមស្ទើរតែស្រក់ឈាមនាងនិយាយថាម៉េចគុនធាត្រូវកាយកប់នៅលើខ្នងទំនប់នេះមែនទេព្រះជាម្ចាស់អើយហេតុអីបានជាមនុស្សស្លាប់មិនក្រោម10នាក់ក្នុងមួយថ្ងៃបែបនេះទៅវិញនេះនៅកងរបស់យើងផងចុះបើនៅកងផ្សេងដែលសរុបមានកងចល័តរាប់ម៉ឺននាក់នោះ
តើមានអ្នកស្លាប់ក្នុងមួយថ្ងៃនោះប៉ុន្មានដែរទៅបើតែយ៉ាងនេះអស់ហើយកូនខ្មែរអើយពិតជាសោកនាដកម្មមិនខុសមែនគឺវិនាសអស់ហើយកូនខ្មែរអើយតើទាំងនេះវាបណ្ដាលមកពីហេតុអ្វីដែរទៅសម្ដីដែលបង្ហាញនិយាយមករៀងរអាក់រអួលបែបនេះធ្វើឲ្យខ្ញុំលួចស្រក់ទឹកភ្នែកមកដោយមិនដឹងខ្លួនតែគេមិនបានមើលឃើញទេដោយសារតែខ្ញុំរុំមុខនឹងក្រមាទុកតែប្រឡងភ្នែកប៉ុណ្ណោះព្រោះនេះជាទម្លាប់របស់ខ្ញុំការពារនឹងកម្ដៅថ្ងៃជ្រេបន្តិចទៅហើយតាមស្មានប្រហែលជាម៉ោង3រសៀលទៅហើយខ្ញុំនឹងបង្ហាញបានកាប់រែកដីរួចជាស្ថាពរទៅតាមទិសដៅផែនការរបស់អង្គការបានកំណត់មកក្នុងម្នាក់3ម៉ែត្រគីបមិនថាតែខ្ញុំទាំងពីរនាក់នេះទេសូម្បីតែកងយុវជនមួយចំនួនដែលធ្វើការតាមទិសដៅរបស់អង្គការបានកំណត់មកនោះក៏ត្រូវបានឈប់សម្រាកដែលយើងអាចមានសិទ្ធិដើររកក្តាមខ្យងមកទទួលទានដែរខ្ញុំដើរទៅហៅមេក្រុមជាដែលគាត់ទទួលបន្ទុកតាមក្រុមនីមួយនោះមកវាស់ដីទុកឲ្យហើយនិងត្រួតត្រាពិនិត្យមើលការងាររបស់យើងដែលបានធ្វើរួចហើយផងមិត្តជាគឺជាអ្នកមូលដ្ឋានចាស់ដែរហើយធ្លាប់ទៅធាក់ស៊ីក្លូនៅទីក្រុងភ្នំពេញកាលពីចំនួនរដ្ឋការលន់នល់និងធ្លាប់រៀននៅសាលាកម្ពុជាបុត្រចូលរួមបាតកម្មនៅសាលា18មីនាយុគកន្ធរនេះតាមខ្ញុំដឹងក្រោយពីថ្ងៃរំដោះ7មករា1979ពេលដែលខ្ញុំបានធ្វើដំណើរជាលើកដំបូងទៅកាន់អាងទឹកត្រពាំងថ្មនេះមិត្តជាដើរមកវាស់វែងកន្លែងកាប់ដីរបស់ពួកខ្ញុំទាំងពីរហើយបានវាស់ទុក6ម៉ែត្រគូបទៀតទុកថ្ងៃស្អែកសម្រាប់ពួកខ្ញុំទាំងពីរនាក់នេះបើនិយាយឲ្យចំទៅមិនដឹងថាក្នុងកងគេឲ្យទៀតយ៉ាងណានោះទេតែចំពោះកងរបស់មិត្តវុឌ្ឍដែលមានពុកបាល់ជាអ្នកក្តាប់រួមនោះគឺវាដូចជាមានលក្ខណៈងាយស្រួលជាងគេបន្តិចត្រង់ថាពេលដែលយើងធ្វើរួចតាមទិសដៅរបស់អង្គការដែលបានកំណត់មកហើយនោះពួកយើងមានសិទ្ធិអាចទៅរកម្ហូបខាងក្រៅតាមភ្លឺស្រែយកមកដោះដូរក្រពះបានតែប៉ុណ្ណោះត្រង់នេះខ្ញុំសូមបរិយាយនៅរឿងរ៉ាវនាពេលបច្ចុប្បន្ននេះបន្តិចដើម្បីឲ្យប្រិយមិត្តទាំងអស់បានដឹងថាហេតុអ្វីបានជាខ្ញុំនៅមានជីវិតរស់រានមកដល់បច្ចុប្បន្ននេះចំពោះរូបខ្ញុំវិញមិនសូវជាខ្វះខាតប៉ុន្មាននោះទេដោយសារតែខ្ញុំជានិរសាមួយរូបរបស់អង្គការបានទុកចិត្តតែជួនកាលពុកវ៉ាល់ប្រើឲ្យទៅមើលខាងកងនារីវ៉ាន់ជួនកាលឲ្យយកកាសែតកម្ពុជាដែលចេញផ្សាយពីរឿងសម្រុកការងារលើកទំនប់ជីកប្រឡាយនេះទៅឲ្យតាមកងផ្សេងព្រោះតែខ្ញុំមិនចេះអក្សរហើយមានការរហ័សរហួនត្រូវបានទទួលការទុកចិត្តពីអង្គការលើផងតែទោះបីជាយ៉ាងណាក៏ដោយខ្ញុំនៅតែខំបំពេញភារកិច្ចគ្រប់ផែនការកំណត់ទិសដៅរបស់អង្គការដែលបានដាក់ចុះមកឲ្យនោះដែរគិតទៅភាពល្ងងខ្លៅមិនចេះអក្សរនេះហើយដែលអាចធ្វើឲ្យខ្ញុំរស់នៅបានសុខស្រួលមិនលំបាកវេទនាដូចជាប្រជាជនខ្មែរទាំងអស់នោះទេទោះបីជាយើងមានការលំបាកធ្វើការមិនឈប់ក៏ដោយក៏ក្រុមគ្រួសាររបស់ខ្ញុំដែលជំនះចេញពីទីក្រុងភ្នំពេញចំនួន6នាក់ជាបងប្អូនបង្កើតនិងអ្នកម្ដាយដែលបានមករស់នៅដល់ជនបទបែបនេះត្រូវវិលត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញគ្រប់ចំនួនទាំង6នាក់មកដល់សប្តាហ៍នេះតែក៏ត្រូវបាត់បង់អស់ជីដូនជីតាមីងមាមួយចំនួនធំត្រូវស្លាប់យ៉ាងវេទនានៅភ្នំធិបតីនេះទឹកដីខេត្តបាត់ដំបងនេះដែរពេលដែលយើងបានរំដោះទីក្រុងភ្នំពេញនៅក្នុងថ្ងៃ7មករា1979មកនោះខ្ញុំបានដឹងដំណឹងតាមអ្នកភូមិដែលធ្លាប់រស់នៅជាមួយនឹងត្រកូលក្រុមគ្រួសាររបស់ខ្ញុំដែលម៉ែវ៉ានរបស់ខ្ញុំនៅមានជីវិតរហូតមកដល់ឆ្នាំ2023នេះទោះបីជាមួយរយៈកាលនេះដែលមានការជំងឺ COVID-19 ក៏ដោយក៏អំពើល្អរបស់ក្រុមគ្រួសារខ្ញុំនៅតែមានភាពរុងរឿងនិងសុខសប្បាយជាធម្មតាដែរផ្ទៃមេឃកាន់តែទាបបន្តិចណាស់ទៅហើយស្រមោលនៃកាំរស្មីព្រះសូរិយារៀបនឹងរលត់ចោលទ្វីបលោកនេះទៅផងដែរតែ
កំឡាំងកងចល័តរបស់យើងនៅតែមមាញឹកសស្រាក់សស្រាំរត់ចុះរត់ឡើងទៅលើទំនប់ដើម្បីសម្រាប់ផែនការរបស់អង្គការឲ្យគ្រប់ទិសដៅក្នុងម្នាក់3ម៉ែត្រគីបនេះខ្ញុំដើរមកឈប់នៅកណ្ដាលវាលស្រែជាមួយនឹងបង្ហាំងដាក់បង្គុយចុះនៅលើភ្លឺស្រែទាំងដកដង្ហើមធំមើលទៅស្បោងដែលដាក់ខ្យងក្តាមនិងកូនត្រីដែលដើររើសបាននៅក្នុងស្រែជាមួយនឹងវាចាតិចទៅកាន់បង្ហាំង